ចំណុចសំខាន់អ្វីខ្លះដែលគួរយល់ដឹងនៅក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាយោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលចុះហត្ថលេខាដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី12ខែសីហាឆ្នាំ2026បានឲ្យដឹងថាអនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿនការជ្រើសរើសការអញ្ជើញការពន្យាពេលប្រាក់ឧបត្ថម្ភគោលរបបផ្សេងៗនិងការលើកទឹកចិត្តព្រមទាំងបែបបទនិងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធាឲ្យចូលបម្រើការងារឬបន្តការសិក្សាវិញដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពការជ្រើសរើសប្រជាពលរដ្ឋដើម្បីចូលបំពេញកាតព្វកិច្ចយោធាត្រូវធ្វើឡើងដោយស្ម័គ្រចិត្តនិងតាមការចាប់ឆ្នោតហើយលក្ខណៈសម្បត្តិប្រជាពលរដ្ឋដែលត្រូវជ្រើសរើសឲ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវមានលក្ខខណ្ឌដោយការជ្រើសរើសយោធិនអាជីពដែរនៅក្នុងអនុក្រឹត្យក៏បានចែងអំពីលក្ខខណ្ឌនិងបែបបទនៃការពន្យាពេលសម្រាប់ប្រជាពលរដ្ឋជាសិស្សនិស្សិតដែលកំពុងសិក្សាឬជនទេសន្តប្រវេសន៍ការងារឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសអាចទទួលបានការអនុញ្ញាតឲ្យពន្យាពេលមួយឆ្នាំម្ដងចំនួន4ដងហើយរយៈពេលនៃការពន្យាពេលត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធាដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាត្រូវបញ្ចូលទៅបម្រើការងារវិញក្នុងក្របខ័ណ្ឌដើមរបស់ស្ថាប័នរដ្ឋសហគ្រាសសាធារណៈឬឯកជននានានិងអង្គការសង្គមស៊ីវិលដោយរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធាសហគ្រាសសាធារណៈឬឯកជននានានិងអង្គការសង្គមស៊ីវិលដែលមិនព្រមទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឲ្យចូលបម្រើការងារវិញនិងរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធាត្រូវផ្ដល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនិងសោហុយជំងឺចិត្តស្របតាមច្បាប់ស្តីពីការងារដោយឡែកគ្រឹះស្ថានសិក្សាឬគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈត្រូវទទួលឲ្យសិស្សនិស្សិតដែលបានបញ្ចប់កាតព្វកិច្ចយោធាបន្តការសិក្សាវិញដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមករបស់សម័យជនសម្រាប់ប្រាក់ឧបត្ថម្ភនិងគោលរបបផ្សេងៗចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនិងគោលរបបផ្សេងៗដូចជាប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន40,000រៀលនិងគោលរបបផ្សេងៗត្រូវទទួលបានរួមមានប្រាក់ម្ហូបប្រចាំថ្ងៃប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនរបបអង្គប្រចាំថ្ងៃរបបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួនហើយយោធិនមានជំងឺឬរបួសឬគ្រោះថ្នាក់ផ្សេងៗត្រូវទទួលបានការសង្គ្រោះការព្យាបាលនិងការថែទាំពីក្រសួងការពារជាតិលើសពីនេះយោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាត្រូវទទួលបានការលើកទឹកចិត្តដូចជាមានអាទិភាពទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងមានអាទិភាពក្នុងការជ្រើសរើសចូលបម្រើជាយោធិនអាជីពក្នុងកងយោធពលខេមរៈភូមិ